បាទឥឡូវនេះមុននឹងយើងចូលទៅដល់ការប្រើប្រាស់ effect ឬក៏បច្ចេកទេសផ្សេងៗនៅក្នុងកម្មវិធីបន្តទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុង edit ហ្នឹងបាទនៅក្នុង edit page ហ្នឹងឲ្យបានច្បាស់បន្ថែមទៀតក្នុងការកាត់តបាទអញ្ចឹងដើម្បីអាចកាត់តស្អាតទៅបានអ្នកទាំងអស់គ្នាអាចយល់បានខ្លះហើយមិញខ្ញុំបានប្រាប់ពីរបៀបនៃការ set keyframe បាទ set keyframe ខ្ញុំដាក់ដោយ logo ហ្នឹងអញ្ចឹងបាទ logo ឬក៏វីដេអូអីក៏ដោយបាទរូបភាពអីក៏ដោយបើយើងចង់ set keyframe យើងទាញមកថ្មីនៅក្នុង foot text នេះបាទក្នុង foot text នេះអ្នកទាំងអស់គ្នាត្រូវចំណាំឲ្យច្បាស់ម្ដងទៀតបើសិនជាក្នុងហ្នឹងណាបាទក្នុងហ្នឹងបើសិនយើងប្រើ delete បាទអ្វីដែលនៅក្រោមនេះក៏វា delete ឲ្យយើងដែរអញ្ចឹងត្រូវចំណាំក៏យើងត្រូវការចុច backspace លើ keyboard ណាបាទសញ្ញាព្រួយមួយសម្រាប់យើងលុបអក្សរហ្នឹងបាទណាលុបប៉ុណ្ណឹងអញ្ចឹងខ្ញុំបន្តថាខ្ញុំទាញ logo មួយចូលខ្ញុំបន្ត logo នេះណាបាទចង់ទាញឲ្យវែងអញ្ចឹងចង់ឲ្យវា zoom ចូលណាបាទខ្ញុំ break ខ្ញុំ play វាបាទ play យើងអាចចុច space ឬចុចសញ្ញានេះណាបាទទៅប៉ុណ្ណឹងអញ្ចឹងយើងចុចលើវាថាចង់ឲ្យ zoom ចូលប៉ុណ្ណឹងខ្ញុំប្រូមែនតិចដាក់ប៉ុណ្ណេះខ្ញុំ set keyframe កន្លែងនេះមួយហើយយើងទាញមកក្រោយវិញមកក្រោយនេះមានថានាទីចាប់ពីដើមទៅណាយើង break ចេញពីចេះខ្ញុំ play នេះវាចូលមកណាបាទវាចូលមកចាប់ដល់ប៉ុណ្នេះយើងចុច stop វិញចាប់ដល់ប៉ុណ្នេះយើងចាប់វាទាញចេញវិញទាញចេញបាននេះមកវិញ play មកចូលមកដល់ប៉ុណ្ណឹងវាមកវិញនេះបាទចុះបើសិនជាអាហ្នឹងបាទបើសិនជាអាហ្នឹងយើងចូលនឹងហើយឲ្យវានៅ stop បន្តិចសិននេះបាទឲ្យដើរបន្តិចហើយបានវា load មកទៀតអ្នកទាំងអស់គ្នាត្រូវតែចុច keyframe នេះមួយ set keyframe នេះមួយបាទ set មួយសិនណាបាទយើង set ហើយក៏ដោយអញ្ចឹងយើង set មួយទៀតមានថាឲ្យវានៅនឹងស្គាល់ទៅកន្លែងហ្នឹងណាបាទអូខេអញ្ចឹងក្នុងនេះអ្នកទាំងអស់គ្នាត្រូវចំណាំបាទយើងត្រូវចំណាំយើងចាប់ទាញមកដល់មុខតិចមកយើង break វិញណាបាទយើង play នេះវាមកហើយណាបាទណាចេះរបៀបនៃការ set keyframe យើងប្រើអញ្ចឹងអ្នកទាំងអស់គ្នាសាកល្បងឲ្យយល់ណាបាទយល់ច្បាស់ចង់ set យ៉ាងម៉េចក៏បានដែរបាទនេះសម្រាប់ pre program timeline អូខេបើសិនជាអ្នកទាំងអស់គ្នាចង់មើលមានថាចង់មើល keyframe ថាវា load ត្រឹមប៉ុណ្ណាណានេះយើងចុចកន្លែងរូប keyframe ពលាសញ្ញានឹងឲ្យយើងមើលនេះបាទនេះចូលត្រឹមប៉ុណ្ណានេះចេញទៅវិញនេះបាទអញ្ចឹងយើងចង់លើកដាក់អាហ្នឹងបន្ថែមបានចង់តូចធំលើហ្នឹងក៏បានដែរព្រីកមកហើយធំចេះចង់វា smooth ចេញមកវែងចេះចាប់ជាយក្នុងនេះក៏បានចង់វា load មក smooth មានថាវាលក្ខណៈថា smooth ប្រើនេះអានេះវាកោងណាបាទយើងចុចកន្លែងចំណុចហ្នឹងមួយដាក់នេះទៅអានោះវាឡើងមក smooth ឲ្យយើងហើយណាបាទនេះដាក់មកវាត្រង់ណាបាទចុចមកត្រង់នេះវាមកទីយើងទៅណាបាទអូខេដល់ពេលយើងចុចទាំងពីរនេះទាំងអស់គ្នាត្រូវចាំក្នុងកម្មវិធីនេះនៅពេលដែលយើងចុចវាឲ្យចេញភ្លឺមានថាយើងបើកវាយកមកប្រើណាបាទចុចមួយវិញគឺវាបិទវិញហើយណាបាទយើងចុចអូសទៅលើទៅបើកមកនេះ keyframe យើងចង់រំកិលកន្លែងនេះក៏បានយើងមើលតែ keyframe នេះក៏បានចង់មើលដល់ក្រោមនេះក៏បានដែរ keyframe វាណាយើងមើលក្នុងហ្នឹងក៏បានខ្ញុំបង្ហាញឲ្យមើលមួយទៀតខ្ញុំឧទាហរណ៍ថា logo នឹងដដែលបាទខ្ញុំដាក់ចូលត្រឹមប៉ុណ្ណឹងបាទខ្ញុំដាក់វាយកទៅដាក់មុំកន្លែងនេះបាទឬក៏កន្លែងនេះអញ្ចឹងខ្ញុំប្រូមវាឲ្យតូចសិនយើងចុចលើវាណាបាទយើងចុចលើវាប្រូមឲ្យតូចមួយសិនយើងចាប់បដូរទីតាំងបាទចាប់បដូរទីតាំងនេះបាទខ្ញុំដាក់មកដល់កន្លែងនេះសេរីត្រូវអញ្ចឹងមកតែយើងចង់ឲ្យវាចូលមកដល់ឃើញអញ្ចឹងឯណាបាទអ្នកទាំងអស់គ្នាចង់ឲ្យវាមាន zoom ចេញពីក្នុងពីមុខទៅណាបាទអញ្ចឹងយើងទាញមកដល់ត្រឹមប៉ុណ្នេះចំណុចណាមួយដែលយើងគិតថាវាល្អយើង break មកខ្ញុំយកទៅប៉ុណ្ណេះ
យើងទាញមួយមុខមួយឲ្យសិត keyframe ដល់កន្លែង zoom នេះសិតកន្លែងនេះបាទសិតកន្លែងហ្នឹងបើចង់ឲ្យវាចេញមកពីមុខអ្នកទាំងអស់គ្នាទៅ thích កន្លែងតង់កន្លែង position នេះផងណាបាទតង់កន្លែង position បើចង់បំពល់វា thích តង់កន្លែង rotation បាទដល់ខ្ញុំយកបំពល់ដែរ thích កន្លែងហ្នឹងខ្ញុំទាញមកដាក់ពីមុខនេះខ្ញុំព្រីឲ្យធំព្រីបន្ធំហើយខ្ញុំបត់ទាញវាខិតមកមុខនេះបាទទាញវាខិតឲ្យចំមកកណ្ដាលនេះមកសេរីចំមកនេះបាទហើយខ្ញុំសេរីតង់កន្លែង rotation បាទសេរីប៉ុណ្ណឹងចុះណាបាទថតយើង play មើលបាទយើង play វាចូលមកហ្នឹងណាបាទត្រឡប់ដល់ក្រោយវិញនេះបាទ stop ខ្ញុំ play មកក្រោយវាមកណាបាទបើសិនជាយើងចង់មានថាសេរីបាទសេរី key frame ដែលយើងបានធ្វើរួចហើយហ្នឹងឡើងវិញដែលយើងគ្រាន់តែចុចលើចំណុចនេះសញ្ញា key frame នេះចុចចំណុចនេះមួយទៀត play បាទនេះយើងអាចសេរីត្រង់កន្លែងចំណុចយើងឃើញចំណុច key frame នេះក៏បានថាចោលវាយឺតទាញដាក់ខិតនេះមកណាខ្ញុំ play មួយចូលមកណាបាទហើយបើសិនណានឹងចូលមកឲ្យវារៀង smooth ណាបាទ smooth ចុចលើវាហើយយកខ្សែកោងនេះអានេះវាត្រង់មកវឹបតែម្ដងចឹងយកប្រើខ្សែកោងនេះណាបាទវាចុចមកវា smooth តិចតែម្ដងណាបាទណាបាទអូខេបន្តមកទៀតណាបើសិនយើងចង់សេរីនេះចង់កន្លែងនេះបាទទាញកន្លែងនេះក៏បានចង់សេរីមុខក្រោយណាតូចធំយ៉ាងម៉េចក៏បានដែរណាបាទសេរីទំហំតូចធំលើ key frame ហ្នឹងក៏បានមកដល់នេះយើងចង់សិតវានៅមួយកន្លែងនេះចេញមកវិញយើងសិតលើ key frame តាមកន្លែងនេះ position ទៅកន្លែងសាទៀតហើយទាញមកដល់មុខបើសិនជាអានោះវាខ្លីពេកយើងអាចចាប់ទាញវែងបន្ថែមទៀតបានដាក់មកមុខដាក់ដល់លើវាចេញមកបាទ break ទាញមកណាមកកណ្ដាលនេះប៉ុណ្ណឹងយើង play ចូលឡាបាទនេះអូខេឥឡូវនេះយើងមើលចូលដល់ចំណុចហ្នឹងដល់ពេលដែលយើងត្រូវការប្រើប្រាស់ transition ណាបាទ transition សម្រាប់ដាក់វីដេអូឥឡូវខ្ញុំបិទ key frame ហ្នឹងវិញណាបាទបិទកន្លែងហ្នឹងវិញជា key frame វានៅចុងនៃវីដេអូបាទចុងនៃ clip របស់វាចូលប៉ុណ្ណឹងយើងដាក់វា load clip អញ្ចឹងឯងចឹងដើម្បីយើងប្រើប្រាស់ effect transition ហ្នឹងបានយើងចូលលើនេះបាទនេះ effect in library យើងចុចមួយមានចុចមួយបាត់បាទចុចវាមកយើងចូលត្រង់កន្លែង video transition បាទ video transition អញ្ចឹងយើងអាចចាប់ដាក់នេះបាទនេះចាប់ដាក់មកនេះ blur បាទ blur dissolve ណាយើងចាប់ចេញមកវាឃើញលឿនហ្នឹងឲ្យយើងនេះតម្រង់មកវាបាទនេះ style វានេះបាទ style វាចូលនេះអូខេឥឡូវខ្ញុំចង់ដាក់នេះចាប់ចេញដាក់ពីមុខរបស់វាអញ្ចឹងនេះយើង play មើលនេះវាអត់ចេញមកភ្លឹបអញ្ចឹងទេណាចង់ពេលបាត់យើងចាប់ទាញដាក់នៅខាងដើមនេះវិញខាងចុងនេះវិញក៏បានដែរណាបាទយើងអាចចាប់ទាញវាចូលវិញខ្លីក៏បានដែរ play វាចេញមកអញ្ចឹងយើង play ពីដើមមើលបាទណាបើសិនយើងចង់វាបាននៅវិញអ្នកនរគ្នាគាត់ឥឡូវខ្ញុំលុប effect ចោលសិនបាទ control បូកដេកដករួមយើងចាប់ទាញវាមកឲ្យបានដល់ពេញវីដេអូខ្ញុំបន្តណាបាទអញ្ចឹងយើងត្រូវការសេរី key frame នឹងទៀតណាបាទសេរី key frame បាទសេរីមកនេះចាប់ពីពីនេះ select ទាំងពីរនេះណា select ពីនេះចាប់ដល់ចុងបំផុតវិញមកបាទអានោះចូលវានៅយូរហើយបានវា load មកណាហើយខាងក្រៅនេះយើងដាក់អាហ្នឹងមកបាទ effect យើងចង់ដាក់វាបាត់ទៅអញ្ចឹងណាបាទវាអត់ load ភ្លឹបទេភ្លឹបវាអត់ល្អទេណាបាទ